ចម្រើនពរនេះគឺជាទស្សនវិជ្ជាកំពុងតែធ្វើដំណើរទៅកាន់កោះហានបងធ្វើដំណើរតាមផ្លូវចម្រើនពរទស្សនវិជ្ជានៅទីនេះគឺទស្សនវិជ្ជានៅកោះហានបងហ្នឹងហើយកំពុងតែធ្វើដំណើរទៅកោះស្អាតណាបងទៅមើលព្រៃសាធម្មជាតិស្អាតដើមឈើទស្សនវិជ្ជានៅទីនេះភាពនៅកោះហានទស្សនវិជ្ជាស្អាតទឹកថ្លាល្អបងកំពុងតែធ្វើដំណើរទៅហើយនោះក្របីលេងទឹកក្របីសាច់ដល់ក្រហមអត់សសសាច់វាសាច់តសាច់ខ្សហើយល្អស្អាតនៅកោះហាននេះគឺជាទស្សនវិជ្ជានៅទីនេះគឺមានដើមឈើមានទឹកថ្លាស្អាតនៅខេត្តស្ទឹងត្រែងអញ្ចឹងគឺនៅទស្សនវិជ្ជានេះគឺខ្ញុំក្រុមសមាជិកធ្លាប់បានមកបោះតង់ដែរប៉ុន្តែមកមុនហ្នឹងគឺមានទឹកតិចជាងនេះហើយឥឡូវហ្នឹងទឹកច្រើនគ្រាន់បើហើយមានអ្នកមកលេងច្រើនហ្នឹងហើយចូលទៅក្នុងកោះហ្នឹងហើយចឹងគឺថាក្នុងដំណើរទស្សនានៅកោះហានដោយបានឃើញនៅទស្សនវិជ្ជាដ៏ស្រស់ស្អាតសម្រាប់ទៅទស្សនាហើយនៅខាងក្នុងនោះគឺមានដើមឈើដើមព្រៃច្រើនហើយខ្សាច់នឹងខ្សស្អាតនេះគេដាក់កោះហានកន្លែងនេះគឺកន្លែងសម្រាប់មនុស្សម្នាគេមកថតអីចឹងណាហ្នឹងឥឡូវកំពុងតែចូលទៅខាងក្នុងគឺមានទស្សនវិជ្ជាយ៉ាងណាគឺឃើញហើយនៅក្នុងទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅកោះហានដែលជាទីកន្លែងសម្រាប់ញៀវទេសចរក៏ដូចជាបងប្អូនយើងចង់មកលំហែបោះតង់បោះអីចឹងទៅហើយងូតទឹកថ្លានៅទីនេះគឺមានដើមឈើមានទស្សនវិជ្ជាដ៏ស្រស់ស្អាតអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទមើលទស្សនានៅកន្លែងហ្នឹងឯងហ្នឹងគឺមានដើមឈើមានខ្សាច់មានអីងូតទឹកទៅគឺល្អតែម្ដងហ្នឹងគឺនៅក្នុងទស្សនវិជ្ជាខាងក្នុងមានដើមឈើដើមអីមានទឹកស្អាតហើយក៏មានជនជាតិក៏ដូចជាខ្មែរយើងអាស្រ័យការរត់ទូកក៏ដូចជាគាត់នៅទីនេះឥឡូវមានមនុស្សមកច្រើនកន្លែងហ្នឹងណាទស្សនវិជ្ជាដែលមើលទៅមកដល់ក្នុងខាងក្នុងនេះគឺច្រើនក្មេងៗគេមកលេង
ก็ដូចជានៅម្ដងកន្លែងខាងក្នុងហ្នឹងតែម្ដងបងមានទស្សនភាពមានទឹកមានអីអាចដើរមើលនៅជុំវិញនឹងបានអញ្ចឹងគឺនៅទស្សនភាពនៃកោះហានេះពុទ្ធបរិស័ទមានពេលវេលាមានឱកាសអាចអញ្ជើញមកបានហើយញាតិញោមពុទ្ធបរិស័ទខ្លះទៀតគាត់មិនមានក៏អីដែរប៉ុន្តែគ្រាន់តែមានពេលក៏អាចមកមើលនិងទស្សនានៅក្នុងទីនេះមានទស្សនភាពដែលយើងអាចនឹងបានមកមើលហើយបានងូយទឹកបានអីចឹងទៅហើយមកភាពក៏បានចូលមកខាងក្នុងហើយបន្ទាប់មកក៏ទៅស្រង់ទឹកនៅខាងក្រៅហើយក៏នឹងត្រឡប់ទៅវិញហ្នឹងឯងនេះគឺទស្សនភាពទាំងស្រុងនៅខាងក្នុងហ្នឹងហើយតិចមានដើមឈើអីចឹងទៅហ្នឹងហើយដើរខាងក្នុងអាចថតរូបអីបានតែឥឡូវនេះគឺកំពុងតែត្រឡប់ទៅរកកន្លែងស្រង់ទឹកណាបានបើកទូកមកមើលនៅទស្សនភាពនៅទីនេះដ៏ស្រស់ស្អាតហើយជួបជុំញាតិញោមបានជួបពេលនេះត្រៀមត្រឡប់ដំណើរទៅវិញបាទហើយជិះទូកទៅវិញបន្ទាប់ពីស្រង់ទឹកស្រង់មើលទស្សនានៅជុំវិញទស្សនភាពវ៉ាវចាំយកថាទុកអីវ៉ាន់លើហ្នឹងហើយគេឲ្យទុកលើហ្នឹងទៅទៅដាក់អីវ៉ាន់លើនោះក៏បានដាក់លើហ្នឹងហើយគាត់ចាំអូពួកគ្នាវាឡោះពួកគ្នាតែដងអូចាក់អត់កាយនេះនៅសល់ដើមឈើចុំវាហូចទៅឲ្យគាត់មិនជួបគាត់ទៀតតែបំផាឲ្យគាត់នេះអូបាយដល់ទៀតบอกเลยเขาได้จบเป็นเรื่องจังนะโยđang rồi đã tặng ó